ការនិយាយរបស់យើងហើយយើងបាទទទួលបានវាតើបងប្អូនជឿអត់ចាព្រោះដោយសារខ្ញុំក្លាហានខ្ញុំហ៊ានចេញចាញ់ម្លែកជូនបងប្អូនដោយសារខ្ញុំហាខ្ញុំនិយាយប្រាប់ខ្លួនឯងថាខ្ញុំស្អាតខ្ញុំឆ្លាតខ្ញុំប្រកែកខ្ញុំអស្ចារ្យខ្ញុំធ្វើអ្វីក៏សម្រេចខ្ញុំជោគជ័យចាខ្ញុំក្លាហានខ្ញុំមានភាពជឿជាក់និយាយទៅរហូតតតែខ្ញុំមានភាពជឿជាក់លើខ្លួនឯងមានភាពក្លាហានចេញចាញ់ម្លែកជូនបងប្អូនចាវាជាការពិតការហៅរបស់ខ្ញុំអញ្ចឹងហើយខ្ញុំនឹងទទួលបានវាចាអញ្ចឹងពេលដែលយើងមិនមែនហៅឃ្លាមមួយមកឃ្លាមបងប្អូនភាពក្លាហានភាពជឿជាក់ហ្នឹងគឺនិយាយយូរខ្លាំងមែនតើរយៈពេលខ្ញុំចាប់ដើមភាពក្លាហានហើយខ្ញុំមានភាពជឿជាក់លើខ្លួនឯងជឿជាក់លើគោលដៅជឿជាក់លើអ្វីៗដែលខ្ញុំប្រាថ្នាហើយខ្ញុំអនុវត្តចាខ្ញុំជឿជាក់ហើយខ្ញុំដាក់គោលដៅអនុវត្តខ្ញុំត្រូវមានគោលដៅមានអីសម្រាប់ជីវិតរបស់ខ្ញុំត្រូវទៅបែបណាអញ្ចឹងខ្ញុំក៏មានភាពក្លាហានមានភាពជឿជាក់តាមនឹងដែរអញ្ចឹងហើយខ្ញុំក៏ដើរទៅតាមអ្វីដែលដូចហៅគេយើងនឹកឃើញធ្វើដូចយើងនឹកឃើញអញ្ចឹងតែដូចមានអ្វីមកដាក់ស្ទេកយើងដល់ម៉ោងត្រូវធ្វើអីគឺមានឲ្យយើងធ្វើដោយសុបាយរីករាយហ្មងបងប្អូនហើយយើងធ្វើអត់ចេះហត់ទេចេះចង់ធ្វើនេះធ្វើនោះប្រាប់ឲ្យយើងធ្វើនេះធ្វើនោះយើងចេះធ្វើទៅចាខ្ញុំចេះធ្វើទៅនឹកឃើញធ្វើអីធ្វើនឹងធ្វើទៅតាមនឹងទៅភាពក្លាហានcủaយើងកើតមានឡើងហើយភាពជឿជាក់củaយើងកាន់តែមកហើយការអនុវត្តការដឹងគុណcủaយើងនឹកឃើញដឹងគុណពេលដែលយើងទៅនេះអត់បានធ្វើការងារអីគឺយើងនឹកឃើញហើយសុបាយគ្រប់សពបែបយ៉ាងដែលយើងធ្លាប់មានចាអ្វីៗឡើងផ្ទះរបស់របរចាខ្លួនឯងចាជាពិសេសខ្លួនឯងនឹងហ្មងចាគឺអាស្រ័យខ្លួនឯងខ្លាំងហើយធ្វើឲ្យយើងមានអារម្មណ៍ចង់ស្អាតមានអារម្មណ៍ថែរូបរាងសម្រស់របស់យើងចាធ្វើនិយាយទៅគឺថាល្អខ្លាំងមែនតើឲ្យយើងមានផ្លូវចិត្តមួយដ៏ល្អរឹងមាំក្លាហានមានភាពជឿជាក់លើខ្លួនឯងជឿជាក់លើគោលដៅជឿជាក់លើសេចក្តីប្រាថ្នាអញ្ចឹងគឺអនុវត្តការដឹងគុណទាំងអស់គ្នាដើម្បីបានទទួលបានអារម្មណ៍ល្អៗសេចក្តីសុខផ្លូវចិត្តដែលពិតប្រាកដចាអរគុណបងប្អូនអរគ្នាចា៎ដែលក្តីស្រឡាញ់